មានក្មេងប្រុសម្នាក់រស់នៅក្នុងភូមិតូចមួយឈ្មោះរបស់គាត់គឺ Cable គាត់ក្រីក្រក្រណាស់រាល់ថ្ងៃហោប៉ៅរបស់គាត់គឺទេទាំងស្រុងស្បែកជើងរបស់គាត់មានរោនកាបូបសាលារបស់គាត់រហែកហើយពេលខ្លះគាត់ចូលគេងដោយអត់ឃ្លានប៉ុន្តែមានរឿងមួយនៅខាងក្នុង Cable ដែលគ្មាននរណាម្នាក់អាចមើលឃើញវាជាសុបិនរបស់គាត់ចង់ធ្វើអ្វីដ៏ធំមួយក្នុងជីវិតជាអ្វីដែលនឹងផ្លាស់ប្ដូរជោគវាសនារបស់គាត់និងជោគវាសនានៃគ្រួសាររបស់គាត់ប៉ុន្តែរាល់ពេលដែល Cable ចែករំលែកក្តីស្រមៃរបស់គាត់មនុស្សម្នាសើចចំអកគេសួរថាតើក្មេងប្រុសដែលមានហោប៉ៅទេអាចគិតរឿងធំយ៉ាងដូចម្ដេចអ្នកគួរតែគិតតែពីការរកនំប៉័ងសម្រាប់ថ្ងៃបន្ទាប់ពាក្យរបស់គេធ្វើបាបគាត់ប៉ុន្តែនៅខាងក្នុងជ្រៅ Cable ជឿថាអនាគតរបស់គាត់មិនត្រូវបានកំណត់ចំពោះស្ថានភាពបច្ចុប្បន្នរបស់គាត់ទេល្ងាចមួយ Cable អង្គុយក្បែរមាត់ទន្លេមានអារម្មណ៍ក្រៀមក្រំគ្រូចំណាស់ម្នាក់ឈ្មោះគូរូជីឃើញគាត់ហើយសួរថាកូនឲ្យហេតុអ្វីបានជាអ្នកពិបាកចិត្តម្ល៉េះ Cable បានឆ្លើយថាគឺជាមនុស្សគ្រប់គ្នានិយាយថាខ្ញុំមិនអាចធ្វើអ្វីអស្ចារ្យបានទេព្រោះខ្ញុំក្រីក្រពួកគេនិយាយថាសុបិនរបស់ខ្ញុំគឺធំពេកសម្រាប់ក្មេងប្រុសដែលគ្មានអ្វីនៅក្នុងដៃរបស់គាត់គឺជាញឹមហើយហុចកញ្ចក់ឲ្យគាត់បាននិយាយថាចូលប្រឡេកមើលកញ្ចក់នេះតើអ្នកឃើញអ្វី Cable បាននិយាយថាខ្ញុំឃើញខ្លួនឯងគឺជាសួរថាតើអ្នកឃើញការឈឺចាប់ក្នុងភ្នែកទេ Cable ងក់ក្បាលយឺតគឺជាបាននិយាយថាឥឡូវនេះមើលទៅកាន់តែស៊ីជម្រៅតើអ្នកអាចឃើញភ្លើងដែលលាក់នៅពីក្រោយការឈឺចាប់នោះទេ Cable បានមើលម្ដងទៀតហើយលើកនេះគាត់មានអារម្មណ៍ថាមានអ្វីមួយដែលមានអំណាចសម្លឹងមកគាត់វិញគឺជាបាននិយាយថាភ្លើងនេះគឺជាជំនឿរបស់អ្នកមនុស្សភាគច្រើនមិនអើពើនឹងវាហើយបោះបង់វាចោលប៉ុន្តែប្រសិនបើអ្នកការពារភ្លើងនេះចិញ្ចឹមវាដោយភាពក្លាហាននិងវិន័យនោះវានឹងបំភ្លឺផ្លូវរបស់អ្នកទោះបីជាយប់ងឹតបំផុតក៏ដោយលោកបានបន្ថែមថាមនុស្សនឹងព្យាយាមបិទបាំងកញ្ចក់របស់អ្នកជាមួយនឹងធូលីដីពួកគេនឹងធ្វើឲ្យអ្នកជឿថាអ្នកមិនគ្រប់គ្រាន់ប៉ុន្តែអ្នកត្រូវតែបន្តសម្អាតវាជាមួយនឹងសកម្មភាពរបស់អ្នកបន្តមើលឃើញខ្លួនឯងពិតជារៀងរាល់ថ្ងៃហើយមិនភ្លេចថាអ្នកមានសមត្ថភាពអ្វីឡើយ Cable បានយកកញ្ចក់និងសារទៅកាន់បេះដូងចាប់ពីថ្ងៃនោះមកគាត់បានអនុវត្តមេរៀនដដែលនេះក្នុងជីវិតរបស់គាត់ចាប់ផ្ដើមអានសៀវភៅទាំងអស់ដែលគាត់អាចរកបានគាត់បានហាត់សរសេរគាត់បានរៀនពីកំហុសទាំងអស់ហើយគាត់សុបិនមិនគ្រាន់តែឆ្លងកាត់ក្នុងថ្នាក់នោះទេប៉ុន្តែក្លាយជាអ្វីមួយដែលនឹងផ្លាស់ប្ដូរជោគវាសនាគ្រួសាររបស់គាត់ដំណើររបស់គាត់មិនងាយស្រួលទេម្ដាយរបស់គាត់ឈឺខ្លាំងហើយជាញឹកញាប់ត្រូវការថ្នាំដែលពួកគាត់មិនអាចទិញបានឪពុករបស់គាត់ជាកសិករក្រីក្រចាស់ដែលធ្វើការពេញមួយថ្ងៃក្រោមពន្លឺថ្ងៃហើយនៅតែត្រឡប់មកផ្ទះវិញដោយដៃទេ Cable ដឹងថាគាត់ត្រូវធ្វើអ្វីមួយរាល់ព្រឹក Cable បានទៅសាលារៀននៅពេលល្ងាចគាត់ធ្វើការនៅហាងតែតូចមួយលាងកែវនិងបម្រើអតិថិជននៅថ្ងៃចុងសប្តាហ៍លោកបានជួយជាងម៉ាស៊ីនក្នុងស្រុកឲ្យរៀនជំនាញហើយជារៀងរាល់យប់នៅពេលដែលភូមិកំពុងដេកលោក Cable បានអង្គុយនៅក្រោមពន្លឺដ៏ស្រទន់ហើយសិក្សាដោយផ្ដោតអារម្មណ៍ទាំងស្រុងពេលខ្លះគាត់បានលះបង់ការគេងការលួងលោមនិងសូម្បីតែអាហារប៉ុន្តែគាត់មិនដែលឈប់ទេកញ្ចក់របស់គាត់ក្តីសុបិនរបស់គាត់តែងតែនៅពីមុខគាត់ឆ្នាំបានកន្លងផុតទៅបន្តិចម្ដងគាត់បានចាប់ផ្ដើមអាជីវកម្មជួសជុលទូរស័ព្ទតូចមួយនៅជ្រុងមួយនៃភូមិគាត់បានរក្សាទុករាល់ប្រាក់រូពីដោយយកចិត្តទុកដាក់យូរទៅគាត់បានបើកហាងលក់គ្រឿងអេឡិចត្រូនិកតូចមួយគាត់បានធ្វើការទាំងយប់ទាំងថ្ងៃប្រព្រឹត្តចំពោះអតិថិជនទាំងអស់ដោយការគោរពហើយបានវិនិយោគឡើងវិញរាល់ការចំណាយដែលគាត់រកបានជាមួយនឹងឆន្ទៈដ៏មុតមាំនិងផែនការដ៏ឆ្លាតវៃអាជីវកម្មរបស់គាត់បានរីកចម្រើនពីហាងមួយគាត់បានបើក3បន្ទាប់មកគាត់បានបើកដំណើរការម៉ាកឧបករណ៍ចល័តផ្ទាល់ខ្លួនរបស់គាត់មនុស្សដែលធ្លាប់សើចចំអកឲ្យគាត់ឥឡូវនេះបានរងចាំនៅខាងក្រៅការិយាល័យរបស់គាត់ដើម្បីមានឱកាសធ្វើការជាមួយគាត់ការព្យាបាលរបស់ម្ដាយបានក្លាយជាទៀងទាត់ហើយឪពុករបស់គាត់លែងត្រូវធ្វើការនៅចំការទៀតហើយគឺជាបានមកលេងគាត់មួយថ្ងៃ Cable បានស្វាគមន៍គាត់ដោយការគោរពយ៉ាងជ្រាលជ្រៅគឺជាញឹមហើយនិយាយថាអ្នកឃើញទេ Cable ពិភពលោកព្យាយាមធ្វើឲ្យក្មេងប្រុសក្រីក្រគិតតូចប៉ុន្តែអ្នកដែលហ៊ានគិតធំសរសេររឿងរបស់គេឡើងវិញអ្នកគឺជាភស្តុតាងដែលថាសុបិនមិនត្រូវបានវាស់ដោយប្រាក់នៅក្នុងហោប៉ៅរបស់អ្នកទេប៉ុន្តែដោយចក្ខុវិស័យនៅក្នុងចិត្តរបស់អ្នកសម្លាញ់ឲ្យបើអ្នកមានអារម្មណ៍ថាមានសង្ឃឹមតិចតួចក្នុងចិត្តថ្ងៃនេះកុំទុកវាឲ្យខ្លួនឯង
ចែករំលែកនេះរឿងជាមួយនរណាម្នាក់ដែលត្រូវការភាពក្លាហានចូលចិត្តវីដេអូនេះជា Channel នេះហើយចូលរួមជាមួយខ្ញុំក្នុងដំណើរនៃកម្លាំងនិងប្រាជ្ញានេះចងចាំចំពោះបន្ទាប់នៃភាពជោគជ័យរបស់អ្នកចាប់ផ្ដើមនៅពេលដែលអ្នកហ៊ានគិតធំចាប់ផ្ដើមថ្ងៃនេះ